បាទនេះគឺជារថយន្ត SUV ទំនើបនិងប្រណិតរបស់ Ford ដែលត្រូវបានរចនាឡើងដោយក្រុមវិស្វករជនជាតិអូស្ត្រាលី Ford Australian Engineering Team បាទដែលតម្លៃឥឡូវនេះពិសេសមែនទែនមិនធ្លាប់មានទេត្រឹមតែ$38,900តែប៉ុណ្ណោះបាទអញ្ចឹងចង់ដឹងថារថយន្ត Full Option នេះមានលក្ខណៈពិសេសអ្វីខ្លះតោះដើរមកជុំជាមួយខ្ញុំបាទទាំងអស់គ្នាអូប្រិមិត្តបាទស្អាតណាស់សង្ហាណាស់ប្រណិតណាស់ប្រិមិត្តតម្លៃ$38,900បាទជាប្រភេទ full option តែម្ដងបងប្អូនណាបាទសូមបញ្ជាក់ផងដែរថាអត់មានការកាត់ option ណាមួយទេ option នៅ full ដដែលហើយសម្រាប់ខ្ញុំបាទការរចនាផ្នែកខាងក្នុងផ្នែកខាងក្រៅគឺខ្ញុំបាទឲ្យ10លើ10តែម្ដងបាទការរចនានេះគឺធ្វើឡើងដោយក្រុមបាទវិស្វករជនជាតិអូស្ត្រាលី Ford Australian Engineering Team បងប្អូនឃើញថាបណ្ណាផ្នែកខាងមុខស្លាស់ធំស្អាតមែនទែនបងប្អូនរត់នៅលើដងវិថីឈប់ stop បើកលើដងវិថីអ្នកណាក៏កលេចមើលដែរបងប្អូនណាបាទយើងឃើញថាធំបាទមើលទៅគឺផ្ដោះជូននូវអំណាចតែម្ដងជាធ្វើមកលក្ខណៈសម្បុកឃ្មុំបាទមានបដិញជាមួយនឹងបាទក្រមេហើយក្រមេមកជួនេះបងប្អូនណាផ្ដោះជូននូវផលិតភាពបាទជាមួយនឹង logo ផ្នែកខាងមុខគឺជា logo ថ្មីហើយមានន័យជ្រៅណាស់បងប្អូនណាបាទ Ford បានផលិតឡាននៅក្នុងទីផ្សារពិភពលោកជាង100ឆ្នាំហើយយើងមានបទពិសោធន៍បាទកាមេរ៉ាផ្នែកខាងមុខបាទឬក៏កាមេរ៉ា360 degree មួយជុំរថយន្តតតែម្ដងហើយផ្នែកខាងមុខនេះក៏យើងមានជា radar sensor ផ្ដល់ជូននៅមុខងារសុវត្ថិភាពផងដែរបាទចូលមកដល់ចង្កៀងរបស់យើងគឺជាប្រភេទចង្កៀងថ្មីបងប្អូនឃើញណាធំជាងមុនជាប្រភេទ Ford LED បាទពន្លឺគឺភ្លឺច្បាស់ល្អបាទសន្សំសំចៃអគ្គិសនីផងដែរបាទចូលមកដល់ផ្នែកខាងមុខមួយទៀតបងប្អូនឃើញថាយើងមានជា sensor សុវត្ថិភាពផ្នែកខាងមុខ4គ្រាប់និងផ្នែកខាងក្រៅ4គ្រាប់ផងដែរអញ្ចឹងជាទូទៅយើងឃើញថាការរចនាស្អាតហើយតោះឥឡូវយើងចូលមកដល់ការរចនាផ្នែកយ៉ាន់កង់របស់យើងតែម្ដងបងប្អូនឃើញថា Territory 2026របស់យើងបំពាក់ជូនជាមួយនឹងយ៉ាន់ Sport បាទយើងមើលទៅដូចផ្កាយអញ្ចឹងបងប្អូនណាបាទទំហំយ៉ាន់កង់របស់យើងគឺរហូតដល់ទៅ19អ៊ីងឯណោះបាទឡាន SUV ប៉ុណ្ណេះយ៉ាន់19អ៊ីងគឺអេមែនទែនបាទ Frank គឺជាប្រភេទ Frank Disc ទាំង4កង់តែម្ដងបាទទាំងមុខទាំងក្រោយហើយសូមបញ្ជាក់ផងដែរថា Boom បាទគឺជាប្រភេទ Independent Suspension បាទជាប្រភេទ Boom McPherson បាទដែលទន់ដែល comfort ហើយងាយស្រួលក្នុងការជួសជុលផងដែរបាទឥឡូវយើងចូលមកដល់ផ្នែកខាងចំហៀងបងប្អូនឃើញថារាងគេខ្ពស់ស្រឡះមែនទែនបាទទំហំរបស់រថយន្តនេះគឺល្អមែនទែនបាទបើខ្ញុំឈរទៅគឺកម្ពស់1.7 ម៉ែត្របាទបណ្ដោយរបស់រថយន្តបាទទាំងមុខទាំងក្រោយគឺ4.7 ម៉ែត្របងប្អូនណាបាទគម្លាតបាទពីកង់មុខទៅកង់ក្រោយ2.7 ម៉ែត្រគេហៅថា wheel base ហ្នឹងបាទពាក់ព័ន្ធជាមួយនឹង ground clearance បាទកម្ពស់ពីបាតឡានបាទទៅដីហ្នឹងគឺមកទឹក9បងប្អូនណាអញ្ចឹងរថយន្ត SUV មួយនេះបាទឃើញថាខឿនធ្នៅល្មមក៏ហុកល្មមផ្លូវពិបាកល្មមអត់ពិបាកទេបាទគឺដើរតួនាទីដូចរថយន្ត SUV ខ្នាតធំអញ្ចឹងបងប្អូនណាបាទមុខងារសុវត្ថិភាពយើងឃើញថាបាទបើកតែទ្វារមកមានទំនុកចិត្តទ្វារធ្ងន់មែនតើហាប់សឹបតែម្ដងបាទនៅក្នុងដៃទ្វារមួយគឺមានដៃថែបបង្កប់គេហៅថា side impact bar ជាដៃថែបបង្កប់បាទនៅក្នុងទ្វាររថយន្តការពារការប៉ះទង្គិចពីផ្នែកខាងចំហៀងបាទចូលមកដល់ការរចនាផ្នែកខាងក្រោយរបស់រថយន្តឃើញថាកលេចភ្លាមគឺតាក់ភ្នែកជាមួយនឹង stop ផ្នែកខាងក្រោយតែម្ដងពិតជា premium ពិតជាស្រស់ស្អាតខ្លាំងមែនទែនបាទគឺជាប្រភេទ stop LED បាទជាមួយនឹងសញ្ញោប្រដេញស្អាតមែនទែនបងប្អូនណាហើយផ្នែកខាងក្រោយនេះក៏យើងមានជា sensor សុវត្ថិភាព4គ្រាប់ផងដែរជាមួយនឹងការចូលចតហើយកាមេរ៉ាផ្នែកខាងក្រោយយើងឃើញថាមាន2បាទកុំឆ្ងល់អីបងប្អូនទី1គឺជាកាមេរ៉ាជំនួយនឹងការចូលចតបាទទី2គឺជាកាមេរ៉ានៃកញ្ចក់មើលក្រោយពួកកញ្ចក់មើលក្រោយនេះគឺជាអេក្រង់ផ្ដល់ជូនកាមេរ៉ាពីនឹងទៅតែម្ដងរូបភាពពីនឹងទៅតែម្ដងអត់មែនជាកញ្ចក់ធម្មតាទេបងប្អូនណាហើយចំណុចមួយទៀតដែលអ្វីដែលខ្ញុំគិតថាចាំបាច់មិនអាចខ្វះបាននោះគឺមុខងារបាទក៏វាជើងបើកក្លុបក្រោយដោយស្វ័យប្រវត្តិចឹងតែម្ដងបាទងាយស្រួលក្នុងការដាក់អីវ៉ាន់នៅពេលដែលយើងកាន់អីវ៉ាន់យើងយងសពីសពងបងប្អូនណាហើយក្លុបផ្នែកខាងក្រោយនេះឃើញថាធំទូលាយមែនតើដាក់វ៉ាលី3 4បាទមកអេមតែម្ដងសឹងតែថាដាក់ម៉ាស៊ីនបោកអាវមួយចូលបងប្អូនណាបាទអញ្ចឹងគាត់ថាគាត់តែធ្វើការកវិសជើងប៉ុណ្ណេះបាទអាចធ្វើការបិទវិញទៅស្វ័យប្រវត្តិតែម្ដងអញ្ចឹងសម្រាប់ផ្នែកខាងក្រោយគឺខ្ញុំមានប៉ុណ្ណឹងតោះឥឡូវតាមដានទស្សនាផ្នែកខាងក្នុងជាមួយខ្ញុំបាទទាំងអស់គ្នាបាទប្រិមត្តចូលមកដល់ផ្នែកខាងក្នុងឃើញថា comfort មែនតើ relax មែនតើបងប្អូនណាឃើញថាត្រជាក់ស្រាប់តែម្ដងព្រោះម៉ាស៊ីនត្រជាក់ថ្មី2026នេះគឺត្រជាក់ជាងមុនបងប្អូនណាហើយអ្វីដែលតាក់ភ្នែកខ្ញុំខ្លាំងគឺបាទពូកស្បែករបស់គេនេះបងប្អូនគេណាគេ highlight two tone បាទរវាងពណ៌ខ្មៅនិងពណ៌ទឹកក្រូចដែលជាពណ៌ហុងស៊ុយបាទឥឡូវយើងមកមើលចង្កូតរបស់គេវិញបាទអូស្អាតមែនតើគេ highlight គេថាគេចិត្តបន្តិចជារាងអក្សរ D បងប្អូនណាអញ្ចឹងបាទកុំឲ្យទៅជើងអ្នកបើកបរហើយចង្កូតគេវិញគឺជាចង្កូតអេឡិចត្រូនិកខ្ញុំបានប្រើប្រាស់តែបាទចង្អុលដៃមួយពវលគឺធូរមែនទែនការបើកបរនៅក្នុងក្រុងហើយបើសិនជាយើងបើកលឿនគឺមិនតឹងវិញបន្តិចបងប្អូនណាបាទកលិចមកមើល screen របស់គេបាទប្រណិតមែនទែនបាទអេក្រង់របស់គេជាអេក្រង់ភ្លោះ
បាទកុងទ័របាទទំហំ 12.3 អ៊ីងនិងអេក្រង់កណ្ដាលទំហំ 12 អ៊ីងពេញហើយកាមេរ៉ា 360 ដឺក្រេរបស់គេគឺច្បាស់កម្រិត HD តែម្ដងបាទមិនថាពេលថ្ងៃមិនថាពេលយប់គឺភ្លឺច្បាស់តែម្ដងបងប្អូនណាបាទតោះឥឡូវយើងមើលចង្កឹះលេខរបស់គេគឺជាប្រភេទចង្កឹះលេខ Rotary e-shifter ជាចង្កឹះលេខអេឡិចត្រូនិកងាយស្រួលមែនទែនបាទយើងដោះលេខដាក់លេខគឺមានភាពងាយស្រួលបាទហើយពេលខ្លះយើងភ្លេចដោះលេខបាទវានឹងលោតមកពេលដែលស្វ័យប្រវត្តិជាប្រព័ន្ធសុវត្ថិភាពតែម្ដងបងប្អូនណាបាទសម្រាប់ហ្វ្រាំងដៃគឺជាប្រភេទហ្វ្រាំងដៃអេឡិចត្រូនិកបាទងាយស្រួលក្នុងការដោះនិងដាក់មែនទែនបាទក៏មានបំពាក់ជូនជាមួយនឹងមុខងារ Auto Hold និងមុខងារ Auto Start Stop បាទគឺថាជន់ហ្វ្រាំងបាទឈប់ stop ជន់ហ្វ្រាំងលុតម៉ាស៊ីនតែម្ដងដើម្បីសេវសាំងបាទកន្លែងមើលកន្លែងនេះបាទគឺជាមុខងារ wireless charge បងប្អូនអាចធ្វើការសាកទូរស័ព្ទដោយអត់ចាំបាច់ប្រើខ្សែ wireless charging បាទមុខងារមួយទៀតដែលជាមុខងារថ្មីដែលខ្ញុំបានបង្ហាញជូនមុននេះបាទនេះគឺហៅថា digital review mirror បាទវាជា screen បង្ហាញជូនបាទកាមេរ៉ាផ្នែកខាងក្រោយនឹងតែម្ដងវាមិនមែនជាកញ្ចក់មើលក្រៅធម្មតាទេអញ្ចឹងបងប្អូនឃើញថាផ្ដល់ជូននូវរូបភាពយ៉ាងច្បាស់នៅផ្នែកខាងក្រោយហើយ wide angle មែនទែនហើយពេលយប់ក៏ភ្លឺច្បាស់ល្អដែរបងប្អូនណាហើយខ្ញុំស្រឡាញ់ជាងគេបងប្អូនឃើញនេះបាទដបូលបើកពីមុខដល់ក្រោយបាទគេហៅថា sunroof បងប្អូនអញ្ចឹងបាទផ្ដល់ជូននូវបរិយាកាសបែបធម្មជាតិតែម្ដងបាទដើម្បីផ្ដល់ជូននូវភាពកាន់តែស្រស់ស្អាតនៅពេលយប់ក៏មានមុខងារភ្លើងពណ៌លម្អចម្រុះនៅក្នុងរថយន្ត ambient lightingបាទសម្រាប់ការបង្ហាញជូនផ្នែកខាងមុខគឺយើងមានប៉ុណ្ណឹងបងប្អូនណាតោះឥឡូវយើងក៏លេចទៅមើលផ្នែកកៅអីជួរទី2វិញម្ដងបាទបងប្អូនមិនខកបំណងទេផ្នែកខាងក្រោយកៅអីជួរទី2នេះឃើញថាទូលាយមែនតើបងប្អូនណាខ្ញុំលាដៃឡើងអស់ទេបាទមែនតើទៅអង្គុយ3នាក់គឺស៊ី point តែម្ដងបងប្អូនណាហើយបាទកៅអីស្បែករបស់គេអង្គុយទៅឡើងទន់ល្មើយតែម្ដងហើយខ្ញុំស្រឡាញ់ជាងគេកន្លែងនេះបងប្អូនណាបាទយើងដាក់ចេញមកយើងកាច់ចេញមកដាក់ភេសជ្ជៈបាន2កែវបាទជាតម្រូដៃរបស់យើងបានផងដែរហើយអ្វីដែលកាន់តែភាពងាយស្រួលបងប្អូនឃើញណាគេមានជាម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយបាទអញ្ចឹងឆាប់ត្រជាក់សម្រាប់កាប៊ីនជួរទី2ហើយក៏មានជា USB Type C សម្រាប់ធ្វើការសាកទូរស័ព្ទបានផងដែរបាទប្រិមិត្តនិយាយពីម៉ាស៊ីនរបស់រថយន្តវិញបាទជាប្រភេទម៉ាស៊ីនសាំងទំហំម៉ាស៊ីន 1.5 លីត្របាទ4ស៊ីឡាំងជាប្រភេទម៉ាស៊ីន EcoBoost ជាប្រភេទម៉ាស៊ីន Turboចឹងកម្លាំងសេសរបស់រថយន្តនេះគឺ163 PS និងកម្លាំងរមូលជំរុញរបស់គេនឹងគឺ250 Nm បាទហើយសម្រាប់ការបង់ពន្ធផ្លូវមួយឆ្នាំយើងបង់ត្រឹមតែ 150,000 រៀលទេហើយកម្រិតនៃការស៊ីសាំងគឺមកល្មមបងប្អូនណាហើយឥឡូវអារម្មណ៍របស់ខ្ញុំបាទបើកបោមានអារម្មណ៍ថារលូនមែនតើបងប្អូនដោយសារតែប្រអប់លេខរបស់គេនេះគឺជាប្រភេទប្រអប់លេខអេឡិចត្រូនិកបាទ7 វគ្គអូតូអញ្ចឹងចូលលេខយ៉ាង smooth តែម្ដងបងប្អូនណាហើយនិយាយតាមត្រង់ឃើញថាមានអារម្មណ៍ថាអីក៏ទន់ដែរបាទក៏អីស្បែកគេក៏ទន់ចង្កូតក៏ធូរ gear ជន់ទៅយ៉ាង smooth រលូនតែម្ដងបាទចូលលេខអត់ដឹងទេបងប្អូនណាហើយខ្ញុំកងតែបន្តិចហ្នឹងងាកហ្នឹងចង់ឡើងដល់80បាត់ទេបងប្អូនណាបាទអញ្ចឹងឃើញថារថយន្តនេះមិនត្រឹមតែងាយស្រួលបើកបរ comfort ប្រព័ន្ធសមត្ថភាពក៏មានច្រើនដែរអញ្ចឹងប្រព័ន្ធសមត្ថភាពមានដូចជាប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវដែលមានដូចជាផ្លូវធម្មតាបាទបែបសន្សំសំចៃបែបស្ពណ៌និងផ្លូវឧបសគ្គក៏មានជាប្រព័ន្ធចុចបញ្ជាបញ្ឆេះពីចម្ងាយផងដែរបាទប្រព័ន្ធទប់លំនឹងពេលឡើងនិងចុះចំណោតបាទប្រព័ន្ធផ្ដល់ដំណឹងគ្រោះថ្នាក់ផ្នែកខាងចំហៀងនៃរថយន្តបាទប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារនៃរថយន្តបាទប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គឬក៏មានអ្នកថ្មើរជើងឆ្លងកាត់អីអញ្ចឹងណាបាទក៏ដូចជាប្រព័ន្ធជំនួយនៅលើដៃចង្កូតបាទនិងរំលឹកអ្នកបើកបរឲ្យបើកបរត្រូវតាមគន្លងផ្លូវនិងចុងក្រោយគឺប្រព័ន្ធបន្ថយល្បឿនរក្សាគម្លាតសុវត្ថិភាពឈប់នឹងទៅមុខដោយស្វ័យប្រវត្តិតាមរថយន្តខាងមុខនិងធ្វើការជួយតម្រង់នៅកន្លងផ្លូវផងដែរបាទប្រិមិត្តយ៉ាងណាដែរ SUV ប្រណិតរបស់ Ford តម្លៃ $38,900 ដែល full option ខ្ញុំបាទជឿជាក់ថាពេញបេះដូងតែម្ដងទាំងភាពប្រណិតបាទភាពឆ្លាតវៃប្រព័ន្ធសមត្ថភាពបាទទាំងភាព comfort គឺ perfect តែម្ដងបងប្អូនណាបាទអញ្ចឹងរាល់ការជឿនៅរថយន្តនេះបងប្អូននឹងទទួលបានការធានាពេញលេញពីក្រុមហ៊ុន3ឆ្នាំ 10,000 គីឡូម៉ែត្របាទសម្រាប់ព័ត៌មានផ្សេងៗបងប្អូនចង់មើលឡានបាទចង់ពិភាក្សាពីការបង់រំលោះចង់បើកបរសាកល្បងទំនាក់ទំនងខ្ញុំបាទឥឡូវនេះខ្ញុំបាទសូមអរគុណសូមគោរពលា